តម្លៃហាងចេញមាសបានចាប់ផ្ដើមងើបឡើងខ្លាំងមកវិញបន្ទាប់ពីក្តីរំពឹងចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែធ្នូខាងមុខបានកើនឡើងរហូតដល់ 84% បើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃពុធទី26ខែវិច្ឆិកាឆ្នាំ2025យើងឃើញថាតម្លៃហាងឆេងមាសនៅព្រឹកថ្ងៃពុធនេះបានកើនឡើងរហូតដល់កម្រិត $4,142 ក្នុង1អោនឬក៏ប្រមាណ $4,990 ក្នុង1ដំឡឹងគិតត្រឹមម៉ោង 8:00 នាទីព្រឹកយ៉ាងណាមិញយើងឃើញថាហាងឆេងមាសចាប់ផ្ដើមងើបឡើងខ្លាំងមកវិញបន្ទាប់ពីក្តីរំពឹងចំពោះការកាត់បន្ថយអត្រាការប្រាក់នៅក្នុងខែ12នេះមានការកើនឡើងបន្ទាប់ពីភាពមិនប្រកបប្រជានៃការចេញផ្សាយនៅទិន្នន័យសេដ្ឋកិច្ចជាពិសេសគឺទៅលើទិន្នន័យអតិផរណាហើយយើងងាកទៅមើលទីផ្សារការងារក៏យើងឃើញថាតកតងជាមួយនឹងទីផ្សារការងារនៅក្នុងវិស័យឯកជនគឺមានការធ្លាក់ចុះផងដែរយើងចូលមកមើលការវិភាគតម្លៃហាងឆេងមាសនៅក្នុងព្រឹកនេះទាំងអស់គ្នាថាតើអាចនឹងមានការងើបឡើងទៅលើបន្តបន្ថែមទៀតឬក៏អាចនឹងមានការធ្លាក់ចុះមកខាងក្រោមវិញហើយតម្លៃណាខ្លះដែលយើងអាចធ្វើការទិញលក់យកផលចំណេញបានតើបងប្អូនយើងទៅមើលការវិភាគតាមបែបបច្ចេកទេសទាំងអស់គ្នាបាទបងប្អូនសម្រាប់ហាងឆេងមាសក្នុង time frame រយៈពេល4ម៉ោងយើងឃើញថាស្ថិតនៅក្នុងទំនោរកើនឡើងដដែលហើយបច្ចុប្បន្ននេះយើងឃើញថាវានៅក្នុងតំបន់បាទទាបជាង 50% នៃ trend របស់វាបាទប៉ុន្តែយ៉ាងណាមិញវាស្ថិតនៅក្នុងទំនោរកើនឡើងហើយក៏វាបាន retrace ចុះមកខាងក្រោមដែរបងប្អូនឃើញបាទបើយើងវាស់ Fibonacci បាទយើងឃើញថាវាក៏ retrace ប្រកាសជា correction រួចរាល់គឺមកប៉ះជាមួយនឹង correction ទី1 38% អញ្ចឹងតម្លៃហាងឆេងមាសនៅក្នុងថ្ងៃនេះបើតាមបកគោ4ម៉ោងខ្ញុំនៅមើលឃើញថានឹងមានការងើបឡើងទៅលើបន្តបន្ថែមទៀតឥឡូវយើងចូលទៅមើលបកគោរយៈពេល1ម៉ោងទាំងអស់គ្នាបងប្អូនមើលបកគោរយៈពេល1ម៉ោងបច្ចុប្បន្ននេះគឺខ្ញុំបានបែងចែកចេញជាកម្រិតទាបហើយនិងកម្រិតខ្ពស់បាទកម្រិតធៀមទិញក៏ដូចជាកម្រិតធៀមលក់ណាហើយកម្រិតទាបដែលយើងធៀមទិញគឺមាន3កម្រិតកម្រិតទី1គឺនៅកម្រិត $4,105 ក្នុង1អោនឬក៏ប្រមាណជា $4,945 ក្នុង1ដំឡឹងកម្រិតទាបទី2គឺនៅកម្រិត $4,083 ក្នុង1អោនឬក៏ $4,919 ក្នុង1ដំឡឹងហើយនៅកម្រិតទាបទី3គឺនៅកម្រិត $4,056 ក្នុង1អោនឬក៏ $4,886 ក្នុង1ដំឡឹងបាទអញ្ចឹងវាបើសិនជាធ្លាក់មកប៉ះបាទជាពិសេសគឺតំបន់ទី1នេះបើសិនជាធ្លាក់មកប៉ះម្ដងទៀតគឺបងប្អូនអាចពិចារណាធ្វើការទិញឡើងទៅលើបានបាទចាណាធ្វើការទិញឡើងទៅលើបានហើយសម្រាប់កម្រិតខ្ពស់ដែលយើងអាចធ្វើការធៀមលក់ចោះមកវិញបាទគឺ$4,156 ក្នុង1អោនឬក៏ប្រមាណ$5,007ក្នុង1ដំឡឹងកម្រិតខ្ពស់ទី2គឺនៅកម្រិត$4,182ក្នុង1អោនឬក៏$5,038ក្នុង1ដំឡឹងហើយនឹងកម្រិតខ្ពស់ទី3គឺនៅកម្រិត$4,211ក្នុង1អោនឬក៏$5,073ក្នុង1ដំឡឹងបើអញ្ចឹងសម្រាប់តម្លៃហាងឆេងមាសក្នុងព្រឹកនេះបើមើលទិសដៅយើងមើលឃើញថាអាចនឹងទៅលើបន្តក្នុងករណីបើសិនជាវាបោកអត់ដាច់$4,156នេះទេវានឹងរីត្រេសធ្លាក់ចុះមកវិញហើយយើងអាចធ្វើការធៀមទិញឡើងទៅបាទប៉ុន្តែបើសិនជាវាបោកដាច់ទិសដៅវាបន្តនឹងតកម្រិត$4,182ក្នុង1អោនឬក៏$4,211ក្នុង1អោនបាទអញ្ចឹងកម្រិតដែលយើងអាចធ្វើការធៀមលក់ចោះបាទបងប្អូនអាចធ្វើការតេស្តលក់ចោះនៅក្នុងតំបន់នេះបាទបើសិនវាបុកអត់ដាច់យើងអាចតេស្តលក់ចោះមកខាងក្រោមមកបាទប៉ុន្តែបើសិនជាវាបុកដាច់យើងធៀមចាំលក់នៅក្នុងតំបន់ខាងលើនេះមួយទៀតនេះ$4,100បាទ$11បាទ$4,111ក្នុង1អោនអញ្ចឹងតំបន់ដែលធៀមលក់ល្អគឺនៅក្នុងតំបន់ខ្ពស់ទី3នឹងឯងបាទអាចពិចារណាធ្វើការលក់ចោះមកវិញនឹងសម្រាប់បងប្អូនដែលចង់ធ្វើការលក់ចោះណាប៉ុន្តែមាសបច្ចុប្បន្នទំនោរឡើងបែបនេះខ្ញុំ recommend ឲ្យធ្វើការទិញឡើងល្អជាងលក់ចោះបាទអូខេអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសម្រាប់បងប្អូនដែលចង់បើកគណនីបងប្អូនអាចតាក់ទងមកកាន់លេខទូរស័ព្ទដែលខ្ញុំបានដាក់នៅក្នុង caption ខាងលើបានយើងអាចធ្វើការកក់ហាងឆេងចាប់ពី1អោនឡើងទៅដើមទុនយើងចាប់ផ្ដើមពី$100ឡើងទៅបាទ$5,000យើងអាចកក់1គីឡូ$10,000យើងអាចកក់3គីឡូបាទអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ